និយាយមែនខេត្តកំពតបើសិនជាមកលេងចំថ្ងៃសៅរ៍អាទិត្យអីហ្នឹងដឹងតែស្ទះហ្មងបើមិនថាការធ្វើដំណើរចរាចរណ៍បើមិនថាការមកលេងនៅតំបន់សេះសមុទ្រនេះទេអ្នកនរគ្នាហើយមនុស្សគឺច្រើនកកកមែនតើអីដល់ពេលដែលឃើញទេសភាពក៏ដូចជាបរិយាកាសបែបនេះបាទមកលេងម្ដងហើយគឺជាប់ចិត្តតែម្ដងបាទចង់មកលេងម្ដងទៀតណាដោយសារតែសម្រាប់ខេត្តកំពតគឺស្អាតមែនតើបាទគឺតាក់ទាញភ្ញៀវទេសចរច្រើនមែនតើមិនថាតំបន់ណាទេជាពិសេសគឺរដូវវស្សានេះអែមណាអ្នកនរគ្នាបាទស្អាតមែនតើជាពិសេសគឺតំបន់ភ្នំតែម្ដងបើសិនជាបានមកលេងភ្នំបូកគោទៀតអ្នកនរគ្នាហើយបាទតិចមែនតើចំរដូវបៃតងនេះបើសិនជាអ្នកនរគ្នាមកចំថ្ងៃសៅរ៍អាទិត្យបាទថ្ងៃបុណ្យទាននេះដឹងតែមនុស្សច្រើនហ្មងហើយអ្នកដែលចូលចិត្តបាទជាបាទចង់ចាប់អាប់ចាប់ប្រពកអីហ្នឹងបាទមើលវីដេអូនេះដឹងតែត្រូវហើយបាទអ្នកដែលបានមកលេងភ្នំបូកគោបាទដឹងតែជាប់ចិត្តជាប់ស្នេហ៍បាទនៅពេលដែលឃើញបាទទេសភាពស្អាតណាអ្នកនរគ្នាក៏មានអារម្មណ៍ដូចខ្ញុំដែរបាទគឺនៅពេលដែលមកលេងបូកគោបាទអ្វីដែលស្រស់ស្រាយបំផុតហើយចង់មកលេងបំផុតនោះគឺការធ្វើដំណើរនៅតាមដងផ្លូវហ្នឹងហ្មងហើយមួយវិញទៀតនោះដែលចូលចិត្តសត្វបាទស្រឡាញ់សត្វនេះដឹងតែត្រូវហើយបាទកុំភ្លេចបាទមកលេងភ្នំបូកគោបាទទិញចំណីឲ្យសត្វផងដោយសារតែនៅលើភ្នំបូកគោយើងឥឡូវបាទគឺសម្បូរស្វាមែនតើបាទគឺស្វារាប់រយរាប់ពាន់ក្បាលណាបាទនិយាយពីទីតាំងកន្លែងនិយាយមកនេះវិញបាទគឺមានទេសភាពបាទមិនចាញ់កន្លែងផ្សេងទេបាទគឺមានសម្រស់ទេសភាពគឺស្អាតមែនតើអ្នកដែលចូលចិត្តថតរូបថតវីដេអូបាទមកសុំសេចក្តីសុខសេចក្តីចម្រើនអ្នកនរគ្នាបាទអាចមើលទីតាំងនិយាយមកនេះបានហើយសម្រាប់បាទទីតាំងមួយនេះវិញបាទអ្នកដែលមកលេងភ្នំបូកគោបាទគឺមិនដែលរំលងទេហើយក៏ពេញនិយមមែនតើបាទសម្រាប់បច្ចុប្បន្ននេះបាទបងប្អូនយើងគាត់មកលេងគឺសម្រុកមកកន្លែងទីតាំងហ្នឹងហ្មងដោយសារតែទីតាំងនេះបាទមានទេសភាពស្អាតមានទាំងបឹងបាទមានទាំងកន្លែងបាទលក់ដូរក៏ដូចជាកន្លែងលក់ភេសជ្ជៈនិងនំចំណីបាទគឺច្រើនមែនតើពីមុនគឺអត់ទាន់មានទេឥឡូវនេះគឺគេអាប់ក្រេតអីបាទគឺមានទាំងហាងកាហ្វេបាទមានទាំងនំចំណីបាទមានទាំងកន្លែងថតរូបបាទមានទាំងកន្លែងបោះតង់ហើយមានទាំងកន្លែងដាក់ចំណីត្រីទៀតបាទអញ្ចឹងគឺលយមែនតើអ្នកដែលចូលចិត្តត្រីបាទស្រឡាញ់ត្រីបាទចង់ដាក់ចំណីឲ្យត្រីហ្នឹងបាទគឺមិនបាច់ចាំទៅណាឆ្ងាយទេបាទគឺមកលេងខេត្តកំពតយើងនេះបាទតំបន់បូកគោនេះគឺសម្បូរត្រីមែនតើបាទគឺត្រីរាប់ម៉ឺនក្បាលដូចបងប្អូនបានឃើញក្នុងវីដេអូអញ្ចឹងបាទគឺញឹកឆ្អេកតែម្ដងហើយត្រីមិនមែនតូចៗណាស់បងប្អូនហើយបាទមួយ4 5គីឡូក៏មានដែរបាទគឺលើសហ្នឹងក៏មានដែរបាទធំបាទគឺធំក៏មានតូចក៏មានសក្រហមខ្មៅអីគឺបាទគឺចម្រុះពណ៌តែម្ដងបាទមានត្រីច្រើនប្រភេទបាទគឺមានច្រើនក្បាលមែនតើបាទអ្នកទាំងអស់គ្នាបាទមកលេងបាទតំបន់បឹងនេះបាទគឺដឹងតែពេញចិត្តបាទដឹងតែលន់មកទៅសើហ្មងហើយមួយទៀតនេះអ្នកដែលចូលចិត្តបាទបោះតង់ដូចជាមានដំណងចង់បោះតង់បាទចង់រកទីតាំងលើភ្នំបូកគោដែលមានសុវត្ថិភាពណាបាទខ្ញុំណែនាំទីតាំងបាទបឹងលើភ្នំនេះមែនតើដោយសារតែបឹងលើភ្នំនេះគឺគេមានសន្តិសុខយាមហើយគេមានមើលការខុសត្រូវអញ្ចឹងណាហើយជាទីតាំងមួយដែលយើងអាចបោះតង់ទៅគឺកក់ក្ដៅនិងមានសុវត្ថិភាពមានទំនុកចិត្តបាទក្នុងការបោះតង់ណាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសិនជាបងប្អូនពេញចិត្តនៅវីដេអូមួយនេះសូមជួយចែករំលែកម្នាក់មួយផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត